រឿងភាគកូរ៉េបែបស្នេហារ៉ូម៉ាន់ទិកទាំង10រចាំទស្សវត្សថ្មីដែលអ្នកមិនគួរមើលរំលងយើងទាំងអស់គ្នាដឹងរួចមកហើយថារឿងកូរ៉េបែបស្នេហាដែលចាក់បញ្ចាំងនៅតាមប៉ុស្តិ៍ទូរទស្សន៍ពិតជាល្អមើលខ្លាំងណាស់ K-drama គឺជារឿងភាគរបស់ប្រទេសកូរ៉េដែលមានអ្នកតាមដានដាច់បាយដាច់ទឹកយ៉ាងច្រើនតែរឿងទាំង10នេះនឹងធ្វើឲ្យអ្នកដាច់បាយដាច់ទឹកម្ដងទៀតតោះយើងមកស្គាល់ទាំងអស់គ្នារឿងទី10គឺរឿង Angel Last Mission Love ដែលជារឿងនិយាយអំពីនារីរបាំបាលេម្នាក់ដែលមានទ្រព្យសម្បត្តិស្ដុកស្ដំតែដោយសារឧបទ្ទវហេតុពេលសម្ដែងត្រូវបានអំពូលធ្លាក់ពីលើធ្វើឲ្យនាងពិការភ្នែកហើយក៏ជួបនៅទេវបុត្រម្នាក់ដែលមកជួយជីវិតនាងពេលដែលនាងចង់សម្លាប់ខ្លួនហើយធ្វើពុតជាមនុស្សធម្មតាម្នាក់បន្ទាប់មកនាងក៏បានយកបរិសម្នាក់នោះធ្វើជាជំនួយការរបស់នាងរហូតដល់នាងបានទទួលភ្នែកពីអ្នកបរិច្ចាគហើយស្នេហាក៏បានចាប់ផ្ដើមពីពេលនោះមកហើយរឿងទី9គឺរឿង Descendant of the Sun ឬក៏អ្នកទាំងអស់គ្នាបានស្គាល់មកហើយដែលគេបានចាក់បញ្ចាំងនៅទូរទស្សន៍ហង្សមាសគឺរឿងម្ចាស់ព្រះអាទិត្យគឺជារឿងស្នេហារវាងអ្នកគ្រូពេទ្យនិងទាហានរបស់កូរ៉េខាងត្បូងម្នាក់ដែលឈរជើងនៅឯក្រៅប្រទេសជាចៃដន្យរដ្ឋាភិបាលត្រូវការគ្រូពេទ្យស្ម័គ្រចិត្តដើម្បីទៅព្យាបាលនៅទីនោះដោយនាងមានបញ្ហានិងមានភាពរកាំរកូសជាមួយប្រធានពេទ្យរូបនោះក៏បានចាប់ឈ្មោះនាងបញ្ជូនទៅក្រៅប្រទេសហើយក៏បានជួបទាហានដ៏ស្រស់សង្ហាម្នាក់នោះដោយបានឆ្លងកាត់រឿងជាច្រើនជាមួយគ្នានៅឯសមរភូមិសង្គ្រាមអារម្មណ៍ស្នេហាក៏បានកើតឡើងរវាងអ្នកទាំងពីររហូតដល់អ្នកទាំងពីរពេលដែលបានថតរឿងចប់ពួកគេក៏បានរៀបការជាមួយគ្នានៅឯជីវិតពិតតែគួរឲ្យសោកស្ដាយដោយមានបញ្ហាផ្ទាល់ខ្លួនអ្នកទាំងពីរក៏បានបែកបាក់គ្នារីឯរឿងទី8គឺរឿង Goblin រឿងនោះគឺនិយាយអំពីកាលសម័យដើមមានមេទ័ពដែលច្បាំងមិនចេះចាញ់ដោយសារក្តីច្រណែនពីស្ដេចវ័យក្មេងនៅសម័យ Goryeo គាត់ក៏បានសម្លាប់មេទ័ពម្នាក់នោះដែលមានឈ្មោះថា Kim Shin ក្រោយពេលស្លាប់គាត់ក៏បានកើតជាសត្វបិសាចដែលមានគ្រោះថ្នាក់សម្រាប់មនុស្សលោកមកដល់ពេលបច្ចុប្បន្ន Kim Shin បានរងចាំរយៈពេល900ឆ្នាំដើម្បីរកមនុស្សម្នាក់ដើម្បីបញ្ចប់វាសនារបស់គាត់ជាសត្វសាហាវថ្ងៃមួយមានសិស្សសាលាវិទ្យាល័យម្នាក់នាងមានវិញ្ញាណពិសេសមួយគឺនាងបានមើលឃើញខ្មោចហើយនាងក៏បានស្រែកហៅបរិសម្នាក់នោះថាខ្មោចថ្ងៃបន្ទាប់គាត់ក៏បានបង្ហាញមុខនៅមុខនាងម្ដងទៀតព្រោះពេលដែលនាងបិទភ្លើងនាងតែឃើញគាត់បន្ទាប់មកនាងក៏បានប្រាប់គាត់ថានាងជាកូនក្រមុំរបស់គាត់ដោយសារចំនួនរវាងមីងនិងនារីម្នាក់នោះក៏បានសុំបរិសម្នាក់នោះស្នាក់នៅជាមួយដោយសារនាងចូលចិត្តញែកញក់ដាក់ធ្វើឲ្យគាត់មានអារម្មណ៍ធុញថប់រហូតដល់គាត់លងស្នេហ៍នាងពិតប្រាកដមែនចំណែកឯរឿងលេខ7គឺរឿង Because This Is My First Life រឿងនេះបាននិយាយអំពីនារីជនបទម្នាក់ដោយសារតែនាងទើបតែបាត់បង់ការងារហើយសម្ពាធពីគ្រួសារនាងក៏សម្រេចចិត្តមករស់នៅទីក្រុងដោយមិនមានបន្ទប់ស្នាក់នៅនាងក៏បានស្វែងរកបន្ទប់ស្នាក់នៅតាមប្រព័ន្ធអ៊ីនធឺណិតនាងក៏បានរកឃើញបន្ទប់មួយជាបន្ទប់អាផាតមិនដែលម្ចាស់អាផាតមិននោះមានឈ្មោះស្រដៀងនឹងមនុស្សស្រីនាងក៏បានសុំចរចាដោយចូលរួមចំណាយថ្លៃស្នាក់ទៅមករស់នៅបាន2-3ថ្ងៃនាងមិនបានឃើញម្ចាស់ផ្ទះនោះទេរហូតដល់ថ្ងៃមួយនាងបានឃើញបរិសម្នាក់នោះដែលជាមនុស្សប្រុសហើយនាងតែងតែនិយាយលេងជាមួយបរិសម្នាក់នោះតែបរិសម្នាក់នោះមិនចង់និយាយបកស្រាយច្រើនទេដោយគាត់ជាមនុស្សបែប introvert គាត់មិនចង់មានទំនាក់ទំនងជាមួយមនុស្សស្រីហើយគាត់ផ្ដោតទៅលើការងារនិងសន្សំប្រាក់កាក់សម្រាប់ពេលដែលគាត់ចាស់ទៅគាត់ចង់មានជីវិតរស់នៅធម្មតាជីវិតពីមួយថ្ងៃទៅមួយថ្ងៃគឺនៅដដែលមិនមានការផ្លាស់ប្ដូរនិងមានរឿងអ្វីដើម្បីផ្លាស់ប្ដូរក្នុងជីវិតគាត់នោះទេទើបគាត់មិនចង់មានស្នេហាឬមនុស្សថ្មីចូលក្នុងជីវិតគាត់តែដោយសារស្នេហ៍មិនឈ្នះស្និទ្ធគាត់បាននៅជាមួយនាងរាល់ថ្ងៃនិងពឹងពាក់ការងារខ្លះទៅនាងគាត់ក៏បានលងស្នេហ៍នារីម្នាក់នោះដែលជាកូនឈ្នួលផ្ទះរបស់គាត់រហូតដល់ថ្ងៃមួយគាត់បានសុំនាងរៀបការតែមង្គលការនោះជាមង្គលការដែលមានលក្ខខណ្ឌដោយសារគាត់មិនចង់ឲ្យម្ដាយរបស់គាត់បង្ខំឲ្យគាត់ការបន្ទាប់មកគឺរឿងទី6គឺជារឿង The Beauty Inside រឿងនេះគឺនិយាយអំពីម្ចាស់ sponsor និងតារា model ម្នាក់ដែលនារីម្នាក់នោះមានរឿងចម្លែកមួយកើតទៅលើរូបនាងរៀងរាល់រយៈពេល1ខែម្ដងនាងតែងតែផ្លាស់ប្ដូររូបរាងចល័តរហូតដោយសារថ្ងៃមួយនាងបានផ្លាស់ប្ដូររូបរាងចម្លែកចំពេលដែលគាត់ជួបបរិសម្នាក់នោះគាត់មានជំងឺម្យ៉ាងគឺភ្នែករបស់គាត់មិនចំណាំមុខរបស់មនុស្សបាននោះទេដូច្នេះគាត់ក៏ព្រមជួយនារីម្នាក់នោះ
ដោយសារធ្វើការជាមួយគ្នាគាត់ចង់បង្កើតមុខមាត់ក្រុមហ៊ុនរបស់គាត់ក៏បង្កើតព័ត៌មានជាមួយនាងឲ្យល្បីប្រចាំប្រទេសកូរ៉េថាគាត់មានទំនាក់ទំនងជាមួយតារាម្នាក់នោះហើយដើម្បីការពារតំណែងក្រុមហ៊ុនរបស់គាត់កុំឲ្យមានអ្នកយាយីទូនាទីដោយសារជំងឺរបស់គាត់ក៏បង្ខំចិត្តតាក់ទងជាមួយនាងរហូតមកតើអាចកំបាំងរបស់នាងអាចលាក់រហូតបានដល់ពេលណារីឯរឿងទី5គឺរឿង Thach Johat គឺជារឿងនិយាយអំពីតារាស្រីម្នាក់ដែលមានរឿងអាស្រូវជាច្រើនដោយមិនមានអ្នកហៅថតរឿងហើយរឿងដែលអ្នកគ្រប់គ្រងរបស់គាត់ដាក់មកគឺសុទ្ធតែជារឿងពិបាកនិងគ្មានតារាផ្សេងទៀតចង់ថតនោះទេដែលរឿងដែលនាងត្រូវបង្ខំចិត្តថតនោះគឺរឿងនិយាយអំពីមេធាវីគាត់ក៏សម្រេចចិត្តឲ្យអ្នកគ្រប់គ្រងរបស់គាត់សម្របសម្រួលធ្វើជាបុគ្គលិកកិច្ចសន្យាក្នុងក្រុមហ៊ុនច្បាប់មួយដោយមានតួនាទីជាជំនួយការមេធាវីដើម្បីរៀនអំពីច្បាប់និងអនុវត្តច្បាប់ការងារមិនមែនជាការកោនោះទេមេរបស់នាងតែងតែប្រើនាងដូចជាបុគ្គលិកទូទៅដែរមិនយោគយល់ថានាងជាតារាស្រីល្បីម្នាក់ក្នុងប្រទេសនោះទេដោយតែងតែធ្វើការជាមួយគ្នានិងជួយនាងក្នុងពេលដែលនាងជួបបញ្ហាគាត់ក៏បានលងស្នេហ៍នារីម្នាក់នោះដោយមិនដឹងខ្លួនចំណែកឯរឿងទី4គឺរឿង Itaewon Class រឿងនេះនិយាយអំពីបុរសម្នាក់បើកហាងលក់មីនៅក្នុងតំបន់ Itaewon នៅប្រទេសកូរ៉េគាត់លក់មិនសូវដាច់នោះទេតែថ្ងៃមួយគាត់បានជួបនារីម្នាក់ដែលជាតារាក្នុងបណ្ដាញសង្គមក៏បានចូលទៅបរិភោគហើយបានផុសពីហាងរបស់គាត់ហាងរបស់គាត់ក៏មានឈ្មោះល្បីហើយគាត់បានយកនាងជាជំនួយការហាងដើម្បីផ្សព្វផ្សាយដោយនាងបានជួយហាងរបស់គាត់ឲ្យមានភាពល្បីល្បាញខ្លាំងទើបធ្វើឲ្យដៃគូប្រកួតប្រជែងរបស់គាត់តែងតែធ្វើបាបនិងរកវិធីសាស្ត្រជន់ឈ្លីលើមុខរបររបស់គាត់តែដោយសារនារីម្នាក់នោះជាមនុស្សវៃឆ្លាតនាងតែងតែរកវិធីជួយដល់បុរសម្នាក់នោះរហូតដល់បើកក្រុមហ៊ុនធំមួយក្នុងប្រទេសកូរ៉េហើយស្នេហារវាងពួកគេទាំងពីរក៏បានកើតឡើងរីឯរឿងទី3គឺរឿង Hotel de Luna គឺនិយាយអំពីរឿងយុវជនម្នាក់ដែលរៀនចប់ពីសាកលវិទ្យាល័យ Harvard ក្នុងជំនាញគ្រប់គ្រងបដិសណ្ឋារកិច្ចពេលដែលត្រឡប់មកប្រទេសកំណើតរបស់ខ្លួនវិញគាត់ក៏បានរកការងារធ្វើហើយក៏បានដាក់ពាក្យធ្វើការនឹងសន្តាគារមួយកន្លែងគាត់មិនដឹងថាសន្តាគារនោះជាសន្តាគារខ្មៅនោះទេតែម្ចាស់សន្តាគារមានរូបសម្រស់ស្រស់ស្អាតថែមទាំងមានទ្រព្យសម្បត្តិទើបធ្វើឲ្យបុរសម្នាក់នោះរងសម្ពាធពីការងារយ៉ាងខ្លាំងដែលពេលខ្លះឲ្យគាត់ទៅទទួលភ្ញៀវដែលជាខ្មោចទៀតផងធ្វើឲ្យគាត់ភ័យខ្លាចតែគាត់មិនអាចឈប់បាននោះទេដោយរងសម្ពាធពីនារីម្នាក់នោះដែលជាម្ចាស់រហូតដល់គាត់បានដឹងរឿងរ៉ាវរបស់នាងទើបគាត់ចង់ការពារនាងរហូតដល់លងស្រឡាញ់ហើយរឿងទី2គឺរឿង What's Wrong with Secretary Kim គឺនិយាយអំពីបរិសុទ្ធជាប្រធានក្រុមហ៊ុនម្នាក់និងជំនួយការរបស់គាត់ដោយសារតែភាពស្មុគស្មាញពីការងារមេរបស់គាត់ជាមនុស្សល្អឥតខ្ចោះធ្វើការងារស្អាតបាតជារៀងរាល់ថ្ងៃហើយពេលសម្រាកក៏បានតិចនាងក៏សម្រេចចិត្តឈប់ធ្វើការតែបរិសុទ្ធម្នាក់នោះមិនដឹងថាទង្វើរបស់គាត់ធ្វើឲ្យនាងធុញថប់នោះទេគាត់គិតថាជាទង្វើបង្ហាញពីក្តីស្រឡាញ់ទើបគាត់រកវិធីគ្រប់យ៉ាងដើម្បីរក្សាទុកនាងនៅជិតខ្លួនរបស់គាត់ស្នេហារបស់គាត់មិនដូចបំណងនោះទេនាងមិនបានមានចិត្តស្រឡាញ់ទៅលើគាត់ក៏ផ្លាស់ប្ដូរវិធីសាស្ត្រដើម្បីបន្ទន់ចិត្តរបស់នាងហើយរឿងទី1គឺជារឿងដែលល្អមើលខ្លាំងមែនទែនដែលអ្នកទាំងអស់គ្នាមិនគួររំលងនោះទេគឺរឿង Crash Landing on You គឺនិយាយអំពីនារីម្នាក់ដែលបានជួបឧបទ្ទវហេតុហើយធ្លាក់ទៅលើទឹកដីកូរ៉េខាងជើងក៏បានជួបទាហានដាល់ល្បាតដោយដឹងថានាងជានារីមកពីកូរ៉េខាងត្បូងគាត់ក៏បានចាប់នាងតែនាងបានប្រើវិធីសាស្ត្រខ្ជីខ្ជូតទើបធ្វើឲ្យបរិសុទ្ធម្នាក់នោះយកនាងទៅរក្សាទុកនៅផ្ទះរបស់គាត់ដែលគាត់ត្រូវធ្វើការផងនាងនៅម្នាក់ឯងការល្បាតរបស់ទាហានដើម្បីឆែកឆេរផ្ទះប្រជាពលរដ្ឋជារៀងរាល់ថ្ងៃនោះថាមានរក្សាទុករបស់ខុសច្បាប់ដែរឬទេដោយមិនមានពេលវេលាថែរក្សានាងទើបធ្វើឲ្យគាត់រកវិធីបញ្ជូននាងទៅកូរ៉េខាងត្បូងវិញតែដោយសារមិនបានដូរចិត្តគាត់ក៏បន្តទុកនាងឲ្យនៅជាមួយគាត់រហូតដល់ពេលដែលគាត់មិនចង់បែកពីនាងកុំភ្លេចតាមដានទស្សនារឿងខាងលើក្នុងប្រព័ន្ធអ៊ីនធឺណិតឬអ្នកទាំងអស់គ្នាអាចចូលទៅកាន់កម្មវិធី Netflix